Bạnជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺខ្ញុំមាន topic តាក់ទងនឹង domain controller ដើម្បីធ្វើការចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាហើយសម្រាប់ domain controller គឺយើងបានលើកយក10 use case ដែលតាក់ទងនឹង domain controller មាន software deployment មានការ manage ទៅលើ ASO អីផ្សេងៗជាដើមagenda របស់យើងគឺយើងនឹង start ពីការរៀបចំ domain controller ក៏ដូចជាការ join domain រហូតដល់ការបង្កើតគ្រប់ policy ដើម្បី manage ទៅលើ computer user អញ្ចឹងយើងចាប់ផ្ដើមចូលទៅក្នុងWindows Server របស់យើងដើម្បីធ្វើការរៀបចំ add feature ឬក៏ service ដើម្បីអាច perform server របស់យើងមួយហ្នឹងឲ្យក្លាយទៅជា domain controller បានអញ្ចឹង service ដែលយើងត្រូវការគឺយើងត្រូវការ2 service នៅក្នុងហ្នឹងគឺ service ទី1ទាក់ទងនឹងservice Active Directory domain and service ហើយនិង service មួយទៀតគឺ DNS server អញ្ចឹង2 role ហ្នឹងគឺយើងត្រូវការ add ចូលនៅក្នុងWindows server របស់យើងអូខេអញ្ចឹងបន្ទាប់ពីយើង add service ហ្នឹងហើយវាមាន function មួយចំនួនដែលអាចថាបើបងឬក៏អ្នកណាដែលគាត់ធ្លាប់ធ្វើទៅលើ AD admin ដែលគេ require security គេអាចមាន add role អីផ្សេងថែមអញ្ចឹងណាអញ្ចឹងក្នុង case demo របស់យើងគឺយើង add ពី service ហ្នឹងចូលអញ្ចឹងបន្ទាប់ពីយើង add service ហ្នឹងហើយយើងចាប់ផ្ដើមធ្វើការអាចថាយើង promote server របស់យើងហ្នឹងឲ្យក្លាយជាdomain controller អញ្ចឹងដើម្បី promote បានយើងដាក់ឈ្មោះ domain password ហើយបន្ទាប់មកយើង review setting ដែល require ហ្នឹងទៅវា take time ប្រហែលជា 4-5 នាទីដែរដើម្បីធ្វើការបញ្ចប់ប៉ុណ្ណឹងបានណាអញ្ចឹងនៅពេលដែលយើងធ្វើការ promote ហើយ server របស់យើងគឺ require ឲ្យ reboot ដើម្បីវា apply setting ជាពី server ធម្មតាទៅ domain controller អញ្ចឹងនៅពេលដែលយើង reboot ហើយយើងចាប់ផ្ដើមចូលទៅកាន់ domain របស់យើងហើយយើងចាប់ផ្ដើមរៀបចំ environment របស់យើងទី1គឺយើងបង្កើតOU មួយដើម្បី store user ឈ្មោះ sysadmin ហើយនៅក្នុងហ្នឹងដែរខ្ញុំក៏បង្កើត user មួយឈ្មោះ sysadmin ដែរដែល user ហ្នឹងគឺយើងនឹងយកទៅ log នៅលើWindows client របស់យើងនៅក្នុង demo ហ្នឹងអញ្ចឹងយើងបង្កើត user ហើយយើងដាក់ password របស់ user ហ្នឹងមកអញ្ចឹងបន្ទាប់ពីយើងបាន user ហ្នឹងហើយអញ្ចឹង step បន្ទាប់ទៀតគឺយើងត្រូវចូលទៅក្នុងគ្រប់ policy management ដើម្បីបង្កើតគ្រប់ policy object មួយនៅក្នុងការ manage មានថាយើង apply policy ហ្នឹងតាមគ្រប់ policy object ហ្នឹងទៅកាន់computer របស់ user របស់យើងតាម set ឬក៏តាមpurpose របស់យើងអញ្ចឹងណាអញ្ចឹងក្នុង case របស់ខ្ញុំគឺខ្ញុំនឹងបង្កើតGPO មួយដែលធ្វើការ deploy MDM agent ទៅកាន់គ្រប់ computer របស់ខ្ញុំគឺតាមរយៈPowerShell script អញ្ចឹងនៅក្នុងដែរគឺយើងចូលទៅកាន់ computer configuration ទៅហើយយើងចូលក្នុង policy គឺយើងadd script មួយរបស់ PowerShell ដែលខ្ញុំមាននៅក្នុងនេះរបស់ខ្ញុំស្រាប់ហ្នឹងគឺខ្ញុំផាសចូលនៅក្នុង path របស់ script startup ហ្នឹងហើយបន្ទាប់មកទៀតយើងចាប់ផ្ដើម browse ទៅរក script ហ្នឹងអញ្ចឹងនៅពេលយើង browse script ហ្នឹងហើយគឺcomputer ឬក៏ domain controller យើងអាច start ទៅរក script ហ្នឹងដើម្បី run បានហើយប៉ុន្តែ default របស់script គឺអត់ allow ឲ្យ run ទេនៅលើ computer Windows របស់យើងណាអញ្ចឹងយើងចូលទៅដើម្បី allow ដូចក្នុង option ហ្នឹងអញ្ចឹងយើងចូលទៅ allow ហើយបន្ទាប់មកយើងចាប់ផ្ដើម link យើងចូលទៅ OU ហើយយើងផ្ដើម link គ្រប់ policy របស់យើងអូខេឥឡូវdomain controller ក៏ដូចជាគ្រប់ policy យើងបានបង្កើតរួចរាល់ហើយ user អីក៏យើងមានហើយដែរអញ្ចឹងstep បន្ទាប់ទៀតគឺយើងធ្វើការរៀបចំ environment ក៏ដូចជា setting មួយចំនួននៅលើ Windows client របស់យើងដើម្បីឲ្យអាច client ហ្នឹងអាច join domain បានអញ្ចឹងstep ដំបូងគឺយើងធ្វើទៅលើ IP address បើនេះថាយើងដូរទៅ IP ជា static IP ហើយនឹងយើងដាក់ DNS server របស់ domain controller យើងនៅលើ client របស់យើងហ្នឹងដើម្បីអាចឲ្យcomputer ពីរហ្នឹងអាច communication គ្នាតាមរយៈdomain តាមរយៈឈ្មោះអញ្ចឹងណាអូខេអញ្ចឹងយើងដាក់DNS ហើយ step បន្ទាប់ទៀតគឺយើងធ្វើការដូរ
ឈ្មោះកុំព្យូទ័រព្រោះឈ្មោះ default វាគឺវាអត់អាចមើលយល់ទេយើងពិបាកមើលអញ្ចឹងយើងដូរឈ្មោះហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើការ join domain របស់យើងអញ្ចឹងនៅក្នុងការ join domain គឺយើងត្រូវការ user admin របស់ domain យើងហ្នឹងដើម្បី confirm join domain អញ្ចឹងណាគឺបើសិនជាមាន error វានឹង load error ឲ្យយើង check ឲ្យយើង join ហើយយើងធ្វើការ restart កុំព្យូទ័រទៅដើម្បីឲ្យកុំព្យូទ័រហ្នឹង apply setting អីផ្សេងៗពី domain controller យើងមកអញ្ចឹងនៅក្នុង case របស់យើងគឺយើងធ្វើការ apply ឲ្យកុំព្យូទ័រហ្នឹងinstall software នៅពេលដែល start up មកអញ្ចឹងណាអូខេបន្ទាប់ទៀតគឺយើងចាប់ផ្ដើម allow user admin sys admin ហ្នឹងយើងឲ្យសិទ្ធគាត់ជា admin ព្រោះនៅពេលដែលយើង testing គឺយើងអាចថាវា conflict ក្នុងការinstall password ចុះឡើងនៅពេលយើង make change setting អីផ្សេងចឹងនៅពេលដែលយើងដាក់ user នឹងជា admin ទៅយើងអាចធ្វើការងារអីស្រួលអញ្ចឹងអាហ្នឹងឥឡូវបន្ទាប់ទៀតយើងចាប់ផ្ដើមធ្វើការ review ទេកន្លែងនេះគឺយើងគ្រាន់តែ review ថាក្នុងគ្រប់ policy ដែលយើងបង្កើតមកហ្នឹងយើងអាចធ្វើបានលើអីខ្លះចឹងយើងអាចធ្វើបានលើ user ឬក៏ដូចជាការ apply លើកុំព្យូទ័រដែរនៅក្នុងហ្នឹងណាចឹង case របស់យើងគឺយើង apply លើ កុំព្យូទ័រទេចឹងមិនថាពេលដែលកុំព្យូទ័រនឹង start up មកគឺ software យើងទៅឡើង automatic ទៅលើ client យើងហ្មងចឹងយើងចូលទៅមើលនៅក្នុង client យើងឃើញថា software ហ្នឹងទៅឡើងហើយកុំព្យូទ័រហ្នឹង app មកគឺឃើញមាន software ស្រាប់ចឹងយើងចូលទៅក្នុង console គឺយើងអាចឃើញ software ហ្នឹងវា list device នៅក្នុង console management យើងដែរ